សួស្តីបងប្អូនទាំងអស់គ្នាយប់នេះស្រមោលសូមចេញមកនិទានទៀតហើយដែលមានរឿងរ៉ាវរបស់បងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងសាន់ដែលរឿងរ៉ាវនេះបានកើតឡើងនៅឯខេត្តមួយស្ថិតនៅជាប់ព្រំដែនប្រទេសសៀមឯណោះបងប្អូនអ្នកស្ដាប់ជាដំបូងបងប្អូនអ្នកស្ដាប់អាចគ្រប់គ្រងពួកយើងបានដោយងាយដោយគ្រាន់តែចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗដែលពួកយើងបានបង្ហោះនោះជាការស្រេចរឿងរ៉ាវនៅយប់នេះគឺជារឿងរបស់បងសាន់បងប្អូនអ្នកស្ដាប់រឿងដែលបងសាន់គាត់បានរៀបរាប់ប្រាប់ admin បន្តនេះវាជារឿងរ៉ាវរបស់ពូគាត់ដែលមានឈ្មោះថាបងតាន់គឺអាចនិយាយបានថាវាជាបាបកម្មដែលជាប់ខ្លួនពូរបស់គាត់រហូតមកដល់សប្តាហ៍ថ្ងៃនេះតែម្ដងហេតុការណ៍ដែលថានឹងវាកើតឡើងនៅឯខេត្តមួយជាប់ព្រំដែនហើយជាភូមិមួយដែលមានសភាពស្ងាត់ជ្រងំហើយក៏ជាប់នឹងជីដែនប្រទេសសៀមផងដែរកាលនោះគាត់ចាំបានថាគាត់អាយុប្រហែល21ឈានចូល22ឆ្នាំកំពុងតែជាយុវជនវ័យស្ទាវដែលគ្រានោះបងតាន់គាត់បានទៅលងស្រឡាញ់នារីម្នាក់ឈ្មោះថាចែបុប្ផាបងប្អូនអ្នកស្ដាប់ដែលចែបុប្ផាគឺជាកូនស្រីម្ចាស់ហាងលូជីនៅក្នុងផ្សារមួយហើយក៏មានរូបសម្រស់ស្រស់ស្អាតដែលអ្នកណាគេបានឃើញហើយទោះជាដើរហួសក៏ត្រូវតែងាកមើលក្រោយវិញដែរបងតាន់គាត់បានប្រាប់ admin បែបនេះថានាងមានមុខមាត់ស្អាតស្បែកសភ្នែកធំធំប៉ុន្តែបញ្ហាគឺបងតាន់គាត់ជាមនុស្សដែលមិនសូវមានជីវប្រវត្តិល្អអីប៉ុន្មាននោះទេដោយគាត់ធ្លាប់ជាយុវជនធម្មតាម្នាក់ដែលចេះតែលេងគ្រឿងម៉ូតូនិងជិះដើរលេងទៅមករាល់ថ្ងៃអីបែបហ្នឹងឯងព្រោះតែហេតុផលបែបហ្នឹងហើយទើបចៅបុប្ផាមិនដែលមើលឃើញបងតាន់នោះឡើយបើទោះជាគាត់ព្យាយាមទៅតាមមើលតាមចាំទាំងព្រឹកទាំងល្ងាចឬទិញរបស់ទៅផ្ញើចៅបុប្ផាក៏នាងមិនដែលទៅរវីរវល់ជាមួយនឹងគាត់ម្ដងណាឡើយហើយជាងនេះទៅទៀតនោះគឺមានពេលមួយចៅបុប្ផាគាត់ក៏បាននិយាយមើលងាយទៅកាន់បងតាន់នៅចំពោះមុខថាលំដាប់ដូចហែងនឹងមែនចង់មកញ៉ែអញដោយសារតែពាក្យនេះឯងហើយវាក៏ដូចជាពាក្យសម្ដីដែលទះកំភ្លៀងបងតាន់នៅកណ្ដាលផ្សារតែម្ដងវាបណ្ដាលឲ្យគាត់ខ្មាស់គេហើយបូករួមនឹងការចង់ជោគឈ្នះផងនោះរហូតដល់ខ្លួនគាត់ត្រូវមកបាំងលែងគិតដល់រឿងសេចក្តីស្រឡាញ់បរិសុទ្ធអីទៀតឡើយនៅពេលនោះគឺនៅក្នុងចិត្តគិតតែរឿងមួយយ៉ាងថាអត់ធ្វើមិនក៏ដោយធ្វើមិនឲ្យតែនារីម្នាក់នេះមកព្រមមកលន់តួគាត់វិញទោះជាត្រូវប្រើវិធីណាក៏ដោយព្រោះតែហេតុផលនឹងហើយគាត់ក៏ព្យាយាមដើរសួរអ្នកដែលស្គាល់ក្នុងសឹកភូមិសួរអំពីរឿងរបស់ដែលមិនល្អរឿងអំពើអាបធ្មប់ខ្សែកថាខ្មែរអីអស់នឹងរហូតតល់តែមានពូម្នាក់ដែលត្រូវជាបងប្អូនសាច់ឆ្ងាយរបស់បងតាន់ដោយគាត់បានណែនាំឲ្យទៅរកគ្រូម្នាក់ឈ្មោះតាម៉ែតដែលតាម៉ែតក៏ជាអ្នករៀបចំបូជាសពនៅក្នុងវត្តព្រៃចាស់មួយកន្លែងដែលចូលជ្រៅទៅក្នុងព្រៃក្បែរទៅនឹងជាដែនតែម្ដងដែលគេនិយាយតគ្នាថាតាម៉ែតម្នាក់នេះគាត់មានវិជ្ជាអាគមខ្លាំងពូកែណាស់ជាពិសេសរឿងអំពើអាបធ្មប់ពាក់ព័ន្ធនឹងការធ្វើស្នាដាក់ប្រេងដែលអ្នកណាត្រីហើយគឺគ្មានភ្លើរួចខ្លួននោះឡើយថ្ងៃនោះបងតាន់ក៏ជិះម៉ូតូចូលទៅក្នុងព្រៃពេលប្រលប់បន្ទាប់មកក៏សម្ដៅទៅខាងក្រោយវត្តដែលជាកន្លែងស្នាក់នៅរបស់អ្នករៀបចំបូជាសពភ្លាមនោះគាត់ឃើញថាតាម៉ែតគាត់កំពុងអង្គុយនៅខាងមុខផ្ទះឈើនោះរាងកាយរបស់គាត់គឺស្បែកខ្មៅស្រអាប់គឺខ្មៅខ្លាំងលើបាតឆ្នាំងយ៉ាងអញ្ចឹងបងប្អូននេះស្ដាប់ដោយភ្នែករបស់គាត់មកខាងដូចជាគាត់កាត់ភ្នែកឡើងបាយយ៉ាងអញ្ចឹងគឺមើលទៅគួរឲ្យខ្លាចយ៉ាងម៉េចក៏មិនដឹងហើយក្លិនខ្លួនគាត់នឹងបងតាន់គាត់បានប្រាប់ថាគាត់ចាំបានថាវាធំក្លិនបែបក្លិនឆ្អាបស្រដៀងទៅនឹងសាកសពដែលក្រនតែដាចូលទៅចិត្តក៏ជះក្លិនខ្លួនគាត់ចូលពេញច្រមុះបាត់ទៅហើយបន្តពីឃើញបែបនោះបងតាន់ក៏ដឹងថាតានេះឯងប្រកបជាតាម៉ែតចេះជាមិនខានទាំងកាយវិការទាំងអីគឺត្រង់ទាំងអស់តាមអ្វីដែលពូរបស់គាត់បានប្រាប់មិនបងអងយូគាត់ក៏ដាសម្ដៅទៅកាន់ខ្ទមនោះហើយក៏អោនសំពះគាត់មុននឹងគាត់ងើបមុខមកសម្លឹងលើភ្នែកដែលនៅសល់តែម្ខាងហើយក៏សួរបងតាន់ត្រឡប់មកវិញថាចង់បានរបស់ល្អមែនទេពេលនោះបងតាន់គាត់ក៏ងូបក្បាលជាច្រើនដងមុននឹងប្រាប់ពីគោលបំណងទៅថាខ្ញុំបានស្រឡាញ់នារីម្នាក់នេះផ្ទះនៅទីនេះប៉ុន្តែនាងមិនត្រឹមតែមិនព្រមមើលខ្ញុំទេហើយថែមទាំងនិយាយមើលងាយខ្ញុំទៀតដែលតាមម៉ែតពៀនបានស្ដាប់ភាពសុំរបស់បងតាន់បែបនេះព្រាមគាត់ក៏សើចតិចមុននឹងតបបងតាន់ត្រឡប់មកវិញថាបើយកបែតឃើញផលព្រាមវាត្រូវប្រើរបស់ធ្ងន់និយាយចប់គាត់ក៏ដាវចូលទៅក្នុងបន្ទប់ដេកមួយស្របក់
រួចក៏ចេញមកជាមួយដបកែវតូចៗដែលមានទឹកថ្លាថ្លាលឿងលឿងល្អក់ល្អក់នៅបាតដបដោយតាម៉ែក៏បានប្រាប់ថាអានេះគេហៅថាប្រេងព្រាយវាជាប្រេងដែលគាត់ប្រមូលសន្សំមកពីរាងកាយរបស់ស្ត្រីដែលស្លាប់ទាំងមានកូនហើយខ្លួនគាត់ផ្ទាល់នឹងឯងជាអ្នកដុតដោយដៃផ្ទាល់ហើយមុននឹងដុតគាត់ក៏ធ្វើពិធីជាមុនសិនគឺជាការលួចធ្វើអីបែបនឹងឯងតាម៉ែគាត់សង្កត់ធ្ងន់ណាស់ថាប្រេងដបនេះគឺវាមានម្ចាស់ណាបើយកទៅប្រាយឲ្យបានផលត្រូវទៅពួយខុសត្រូវជីវិតគេឲ្យល្អហើយរៀងរាល់ថៃសិលត្រូវសែនប្រេងព្រាយដោយរបស់ឆ្អាបជាមួយស្រាសកុំឲ្យខានដាច់ខាតបើសិនជាខានមិនបានសែនខ្លួនបងតាន់នឹងឯងដែលនឹងត្រូវខានតាមនៅក្នុងពេលនោះបងតាន់ក៏បានប្រាប់ថាត្រចៀករបស់គាត់គឺហឹងអស់ទៅហើយក្នុងចិត្តវាបង្កប់ឲ្យចាប់យកដល់ប្រេងនោះតែម្យ៉ាងមិនបានស្ដាប់ពាក្យហាមឃាត់អីទាំងអស់បន្ទាប់មកបងតាន់គាត់ក៏ដកលុយថ្លៃគ្រូហើយក៏ដាក់ឲ្យតាម៉ែកទៅដែលអេដមីនក៏បានសួរដែរថាថ្លៃគ្រូប៉ុន្មានរបស់ខ្លាំងអញ្ចឹងបងតាន់ក៏ប្រាប់ថាតែ30000ប៉ុណ្ណោះក៏ប៉ុន្តែ30000ក្នុងសម័យនោះក៏ចាក់ទុកថាច្រើនដែរបងប្អូនឯស្ដាប់ហើយអ្វីដែលសំខាន់នោះគឺចៃដន្យអីនៅពេលនោះគាត់ក៏មានលុយត្រឹមតែប៉ុណ្្នឹងឯងដែលតាម៉ែកក៏មិនបានថាអីដែរគាត់ប្រាប់ថាមានប៉ុណ្ណាគឺឲ្យប៉ុណ្្នឹងចុះចាត់ទុកថាជួយគ្នាគ្រាន់តែគាត់ថាបែបរូបព្រាមមិនបង្អង់យូរបងតាន់ក៏ប្រញាប់ឈោមយកដល់ប្រេងហើយក៏សំពាក់លាមុននឹងបញ្ឆាក់ម៉ូតូហើយក៏ជិះចេញពីខ្ទង់ក្បែរវត្តនោះភ្លាមតែម្ដងដែលបន្តពីនោះនៅខឹងអំឡុងពេលដែលបងតាន់កំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញនោះខ្លួនគាត់ក៏ចាប់ផ្ដើមកត់សម្គាល់ឃើញថាក្លិននៅក្នុងហៅប៉ៅអាវដែលវាធំក្លិនស្អុយឆ្អាបប្លែកគឺហៅប៉ៅអាវនឹងបានដាក់អាប្រេងព្រាយមកនឹងឯងហើយក្លិនស្អុយឆ្អាបដែលថានឹងវាមិនមែនជាក្លិនប្រេងក្រអូបឬក្លិនដូចទឹកអប់ទូទៅនោះទេគឺវាជាក្លិនដែលរៀងពិបាកនឹងពណ៌នាបន្តិចក្លិនដូចជាសាច់ជ្រូកនៅក្នុងផ្សារហើយជាសាច់ជ្រូកដែលចាប់ដានប្អូនមកបែបហ្នឹងដោយបន្ទាប់ពីនោះបងឯស្ដាប់បងតាន់ក៏រងចាំឱកាសអស់ប្រហែល3ថ្ងៃរហូតតទៅដល់ថ្ងៃសុក្រដែលវាជាថ្ងៃផ្សារណាត់ម្ដុំផ្ទះគាត់នឹងវានឹងមានមនុស្សចេញចូលច្រើនចៃបុផាដែលជាគោលដៅរបស់គាត់នោះក៏បានមកជួយម្ដាយគាត់លក់ជីលក់ឧបករណ៍កសិកម្មតាមធម្មតាដោយសប្ដងបងតាន់ក៏ទៅចាំចៃបុផានៅមុខហាងរបស់នាងហើយក្នុងដៃក៏លួចបើកគម្របដបហើយក៏យកម្រាមដៃស្ដាំលូកចុះទៅតិចដែលអារម្មណ៍ដំបូងដែលម្រាមដៃប៉ះនឹងប្រេងព្រាយគឺវាជាភាពត្រជាក់ស្រឹបដូចជាយកដៃទៅប៉ះនឹងទឹកកកស្ងួតអីបាត់នឹងតែម្ដងដែលចង្វាក់នោះហើយដែលចៃបុផាក៏ដើរចេញមកមុខហាងដើម្បីនឹងលើករបស់ហើយបងតាន់ក៏ដើរធ្វើពុតជាចូលទៅចិត្តដូចជានឹងចូលទៅជួយនឹងឯងហើយក៏និយាយជាមួយចៃបុផាទៅថាចាំខ្ញុំជួយនិយាយព្រមជាមួយចង្បត់ដែលគាត់ឆោងដៃទៅចាប់ដាំដៃចៃបុផាព្រមគ្នាផងដែរហើយក៏ប្រែម្រាមចង្អុលដែលយកទៅប៉ាក់ព្រៀងពាយនោះទៅប៉ានៅដាំដៃចៃបុផាទៅតែម្ដងគឺប៉ាបង្អករៀងវែងទៅតែម្ដងរហូតដល់ចៃបុផាក៏មានការភ្ញាក់ព្រាតមកតែម្ដងហើយខ្លួនបងតាន់ផ្ទាល់គាត់ក៏មានអារម្មណ៍ដូចជាត្រូវខ្សែភ្លើងឆក់ដោយមានអគ្គិសនីឆក់មួយត្រឹតអីបែបនឹងតែម្ដងដោយភ្លាមត្រឹមតែប៉ុន្មានវិនាទីមិនដល់10វិនាទីផងចៃបុផាក៏ប្រឡែងរបស់គ្រប់យ៉ាងដែលកំពុងតែកាន់នៅក្នុងដៃហើយក៏សម្លឹងមកបងតាន់មកភ្លាមមុននឹងប្រស្រីភ្នែករបស់ចៃបុផាក៏ចាប់ផ្ដើមបើកធំឡើងតែម្ដងដែលគ្រាន់តែបងតាន់បានឃើញបែបនោះដំបូងគាត់ក៏មានការភឹកភ័យដែរគាត់គិតនៅក្នុងចិត្តថាមុខជានឹងត្រូវចៃបុផាស្រែកជេរជាមិនខានឬបើធ្ងន់ជាងនេះក៏ប្រហែលជាមានការប្រើដៃទាក់មួយកំភ្លៀងក៏អាចថាបានក៏ប៉ុន្តែវាមិនរួចឆ្នោតទេពីព្រោះគឺបន្តពីនោះបានបន្តិចខ្សែភ្នែកដែលចៃបុផាសម្លឹងមកបងតាន់នោះក៏ត្រឡប់មកសន្សឹមផ្លាត់ដូរទៅម្ដងបន្តិចដែលវាមិនមែនជាខ្សែភ្នែករបស់មនុស្សធម្មតាទេនោះទេប៉ុន្តែវាជាខ្សែភ្នែកដែលមើលទៅបែបលេងឡងដោយបងវែងមុននឹងគាត់ស៊ូបងតាន់ត្រឡប់មកវិញដោយសម្ដីដែលខុសពីធម្មតាគឺខុសពីរដងដាច់តែម្ដងដោយចៅបុផាបាននិយាយសម្ដីបែបសុភាពថាបងតាន់មានទេបងមកធ្វើអីនៅម្ដុំនេះដោយបងតាន់នៅក្នុងពេលនោះគាត់ក៏មានការងឿងឆ្ងល់មកជាខ្លាំងគឺជាធម្មតាចៅបុផាក៏បណ្ដាយទាំងហៅឈ្មោះបងតាន់ថងគឺរដងគាត់តែងតែនិយាយពាក្យហែងអញចេញមកតែប៉ុណ្ណោះដែលបន្ទាប់ពីនោះ
អ្នកទាំងពីរក៏ជជែកគ្នាដោយជជែកគ្នាមិនបានប៉ុន្មានម៉ាត់ថងក៏ស្រាប់តែចែបុផាក៏ស្រាប់តែសុំលេខបងតាន់ទុកហើយក៏បានប្រាប់បងតាន់ថាចាំយប់នេះគាត់នឹងទេទៅរកហើយបងប្អូនអ្នកស្ដាប់ជឿទីថាយប់ថ្ងៃដដែលនឹងគឺគ្រាន់តែម៉ោង8យប់ភ្លាមចែបុផាក៏ស្រាប់តែទេមកភ្លាមតែម្ដងហើយពាក្យដំបូងដែលចែបុផាគាត់និយាយបន្ទាប់ពីបងតាន់បានទទួលទូរស័ព្ទនោះគឺគាត់ប្រាប់ថាគាត់មិនដឹងជាកើតអីទេគឺនឹកតែមុខបងតាន់បិទភ្នែកក៏ឃើញតែមុខបងតាន់ហើយក៏ជ្រួលច្របល់ក្នុងខ្លួនទៅអស់តែម្ដងហើយអ្វីដែលសំខាន់គឺគាត់ចង់ជួបបងតាន់អេឡេនឹងតែម្ដងនៅក្នុងពេលនោះបងប្អូនអ្នកស្ដាប់បងតាន់ផ្ទាល់ពេលដែលបានស្ដាប់ពាក្យចែបុផានិយាយបែបនេះខ្លួនគាត់ក៏សប្បាយចិត្តឡើងមកភ្លាមដោយគិតក្នុងចិត្តថារបស់តែម៉ែតនឹងវាខ្លាំងមែនតែនគ្រាន់តែប៉ះបន្តិចសោះចែបុផានឹងទៅជាដល់ថ្នាក់នឹងហើយនៅថ្ងៃបន្ទាប់បងប្អូនអ្នកស្ដាប់អ្នកទាំងពីរក៏បានណាត់ជួបគ្នាជជែកគ្នាទៅវិញទៅមករហូតដល់ស្រឡាញ់គ្នាក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះរហូតចែបុផាដល់ថ្នាក់សុំឪពុកម្ដាយគាត់តែម្ដងថានឹងមកនៅផ្ទះបងតាន់ហើយក៏ប្រាប់ឲ្យឪពុកម្ដាយគាត់ដឹងដែរគឺតាមពិតឪពុកម្ដាយរបស់គាត់ក៏បានហាម5ដែរប៉ុន្តែដោយសារក្មេងៗបានព្រមព្រៀងស្រឡាញ់គ្នាទៅហើយដោយចាស់ទុំជជែកគ្នាហើយឪពុកម្ដាយចែបុផាក៏សម្រេចបង្ហំចិត្តយល់ព្រមហើយជាក់ស្ដែងបើនៅជនបទបែបនេះរឿងសម្ដីអ្នកភូមិវាជារឿងធម្មតាទេហើយដោយបងតាន់ក៏ប្រាប់ថាបន្ទាប់ពីចែបុផាផ្លាស់មកនៅផ្ទះបងតាន់នៅកណ្ដាលខ្សែភ្នែកអ្នកភូមិហើយនឹងពាក្យនឹងទារបស់អ្នកភូមិមនុស្សទាំងភូមិគេក៏នាំគ្នានិយាយថាបងតាន់ប្រហែលជាទៅធ្វើអំពើអីដាច់ចែបុផាកូនស្រីម្ចាស់ហាងលោកជីនោះជាក់ជាមិនខានដែលនៅគ្រាដំបងវាដូចជាឋានសួគ៌ប៉ុន្តែបន្ទាប់ពីនោះប្រហែលសប្តាហ៍ទី2បន្ទាប់ពីចែបុផាមកនៅផ្ទះបងតាន់គ្រប់យ៉ាងវាចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងច្បាស់ក្រឡែតដោយចែបុផាចាប់ផ្ដើមមិនចូលចាក់ពន្លឺថ្ងៃគឺមួយថ្ងៃនៅសំមុំនៅតែក្នុងបន្ទប់ដេកហើយក៏បិទបាំងឲ្យនឹងនិតស្លុកស្បែករបស់គាត់ដែលធ្លាប់តែសខ្ចីវាក៏ចាប់ផ្ដើមស្លេកស្លាំងហើយអ្វីដែលធ្ងន់និងគួរឲ្យខ្លាចបំផុតនោះគឺក្លិនខ្លួនតែម្ដងបងប្អូនអ្នកស្ដាប់ចាំរឿងក្លិនឆ្អាបដែល admin បាននិយាយឲ្យបងប្អូនអ្នកស្ដាប់មុននេះបានទេដែលវាភីជិនពីហៅប៉ៅអាយបងតាន់ការដែលគាត់ដាក់ដបប្រេងព្រាយទុកនៅពីមកផ្ទះវិញនោះអីដែលបងតាន់គាត់បានប្រាប់ថាឲ្យក្លិនខ្លួនចែបុផានោះវាជាក្លិនដដែលជាមួយនឹងអាដបនោះឯងដែលគាត់បានមកពីតាម៉ែតនោះឯងហើយវាក៏គួរឲ្យឆ្ងល់ក៏ព្រោះបន្ទាប់ពីនោះមិនថាចែបុផាគាត់បានងូតទឹកមួយថ្ងៃប៉ុន្មានដងក៏ដោយឬក៏បាញ់ទឹកអប់យ៉ាងណាក៏ដោយអាក្លិនស្អុយរលួយស្អុយឆ្អាបដែលថានឹងវានៅតែភាយជ្រាបចៃវិរាងកាយចែបុផារហូតគឺវាដូចជាមិនបានបាត់ទៅណាទាល់តែសោះទោះបីជាវាលាយឡំជាមួយក្លិនទឹកអប់យ៉ាងណាក៏ដោយហើយអ្វីដែលលះពីនេះទៀតគឺខ្សែភ្នែកដែលចែបុផាបានមើលមកបង្តាន់គឺខ្សែភ្នែករបស់គាត់មើលទៅរឹងកំព្រឹសដូចជាមិនមែនភ្នែករបស់ចែបុផាដូចកាលពីមុននោះទេដោយភ្នែករបស់គាត់សម្លឹងអ្វីមួយបែបលេងឡង់ដែលមើលទៅឆ្វេងស្ដាំឮក្រោមបែបធ្មឹងហើយអ្វីទាំងអស់ដែល admin បានរៀបរាប់ឲ្យបងប្អូនអ្នកស្ដាប់នេះបងតាន់ក៏បានប្រាប់ថាអ្វីទាំងនេះគឺវាធ្ងន់មែនទែនគឺវាធ្ងន់រហូតខ្លួនគាត់ចាប់ផ្ដើមខ្លាចមុខចែបុផាដែលជាសង្សារខ្លួនឯងទៅហើយបន្ទាប់មកទៀតពេលវេលាក៏បានកន្លងទៅចែបុផាគាត់ក៏ចាប់ផ្ដើមលែងជាខ្លួនឯងគឺចាប់ផ្ដើមធ្ងន់ធ្ងរឡើងជាលំដាប់មួយថ្ងៃមិនញ៉ាំបាយញ៉ាំទឹកហើយក៏ส่งបងតាន់ឲ្យទិញតែមួយយ៉ាងដែលបងតាន់នឹកស្មានមិនដល់សោះតែម្ដងដូចជាពុកសាច់ឆៅអីបែបនេះហើយជាពិសេសសាច់ឆៅដែលទុកនៅក្នុងទូត្រជាក់ជួនកាលបងតាន់គាត់ភ្ញាក់ងើបចូលបន្ទប់ទឹកពីយប់ពេលនោះគាត់បានប្រទះឃើញចៅបុផាអង្គុយចោលហោងនៅកន្លែងនឹងងឹតផ្នែកជ្រុងនៃបន្ទប់ហើយពេលគាត់បើកភ្លើងមើលជួនកាលក៏ប្រទះឃើញចៅបុផាកំពុងអង្គុយស៊ីសាច់ឆៅសាច់ដែលម្ដាយគាត់ទិញមកពីផ្សារនឹងឯងដែលនៅក្នុងយប់នោះដែរបងតាន់ឃើញរូបភាពបែបនេះរបស់ចៅបុផានៅយប់នោះគាត់ក៏ព្យាយាមប្រាំងដេកឲ្យលួសប៉ុន្តែទោះជាខំប្រាំងដេកយ៉ាងណាក៏ដេកមិនលួសតតែសោះហើយបរិយាកាសនៅក្នុងបន្ទប់នោះវាក៏មិនអំណោយផលតតែសោះព្រោះវាមានអារម្មណ៍ថាត្រជាក់ស្រុបបែបប្លែក
ត្រជាក់រហូតខ្លួនបងតាន់បតលព្រិលសម្បុលពេញខ្លួនមកតែម្ដងតួគាត់ព្យាយាមដេកផ្អៀងបែរខ្នងដាក់ចែបផាក៏ដោយប៉ុន្តែវាក៏គួរឆ្ងល់ដែរព្រោះគាត់បែរជាមានអារម្មណ៍ដូចជាចែបផាកំពុងកែបែរមុខសម្លឹងមកបងតាន់រហូតតែម្ដងមួយសន្ទុះក្រោយមកគាត់ក៏ស្រាប់តែឮសំឡេងខ្សឹបតិចតិចលាន់ឡើងនៅក្បែរត្រចៀកគឺវាជាសំឡេងរបស់មនុស្សស្រីដែលជាសំឡេងស្អកស្អកបែបខ្សោយខ្សោយហើយដែលសំខាន់សំឡេងនេះវាពិតណាស់គឺមិនមែនជាសំឡេងរបស់ចៅបផានោះទេបងប្អូនអីស្ដាប់ហើយបងតាន់ក៏បានឮសំឡេងនោះនិយាយចេញមកដោយម្ចាស់សំឡេងគេនិយាយដដែលសង្កត់ធ្ងន់ថាអញឃ្លានដែលពេលបានឮបែបនេះច្រើនដងផ្ទួនគ្នាបែបនេះបងតាន់គាត់ក៏នៅមិនសុខហើយក៏សម្រេចចិត្តបែរមុខមកមើលភ្លាមទៅខាងចៅបុផាប៉ុន្តែវាក៏គួរឲ្យឆ្ងល់ដែរព្រោះថានៅពេលនោះចៅបុផាគាត់ក៏ដេកលោតែហើយដែរហើយនៅបន្ទាប់ពីនោះមិនបានប៉ុន្មានផងបងតាន់ក៏បែរជាឃើញរូបភាពស្រមោលរបស់ស្ត្រីសុកវែងម្នាក់កំពុងតែអង្គុយអោនក្បាលតែសម្លឹងមើលចៅបុផាបន្ទាប់មកស្រមោលនោះក៏សន្សឹមអោនមុខហើយក៏បង្ហាញឲ្យបងតាន់ឃើញថាផ្ទៃមុខរបស់នាងស្បែករបស់នាងវាដាច់រហែកចេញពីគ្នាបាត់អស់ទៅហើយនៅក្នុងពេលនោះដោយភាពភ័យខ្លាចរហូតធ្វើឲ្យខ្លួនគាត់ត្រជាក់ស្រុបពេញទាំងខ្លួនអស់តែម្ដងដោយបងតាន់គាត់ប្រាប់ថាគាត់ចង់រត់គេចណាស់ប៉ុន្តែចិត្តមួយក៏បារម្ភពីចៅបុផាដូចគ្នាហើយអ្វីដែលសំខាន់ម្យ៉ាងទៀតនោះគឺគាត់ឈានជើងមិនរួចនោះទីបងប្អូនដែលស្ដាប់ទោះជាគាត់ព្យាយាមសូត្រមន្តតាមដែលអាចធ្វើទៅបានប៉ុន្តែអាស្រមោលរបស់ស្ត្រីសង្វេម្នាក់នោះក៏បែរជាសាយជៀនមកខ្លាំងនៅចំពោះមុខរបស់បងតាន់ទៅវិញហើយមិនត្រឹមតែប៉ុណ្ណោះនាងក៏យកដៃដែលស្វិតក្រៀមរបស់នាងមកអង្អែលថ្នមទៅលើថ្ពាល់របស់បងតាន់ដែលចង្វាក់ដែលនាងអង្អែលនឹងឯងបងតាន់ក៏សម្រេចចិត្តស្ទុះចេញពីបន្ទប់ដេកទៅតែម្ដងដោយទុកចែបុផានៅលើគ្រែនោះតែម្នាក់ឯងហើយគាត់ក៏ទៅដេកនៅឯសាឡុងកណ្ដាលផ្ទះជំនួសវិញដោយគិតថាវាយប់ជ្រៅណាស់តែហើយបើទោះជាចង់ចេញក៏មិនដាច់ជាចេញទៅណាដែរហើយលុះព្រឹកថ្មីមកដល់គាត់ក៏ប្រញាប់ជិះម៉ូតូទៅរកតាម៉ែតនៅឯវត្តក្នុងព្រៃនោះភ្លាមតែម្ដងដោយថាចង់យកអាដបប្រេងព្រាយនៅសល់ពាក់កណ្ដាលទៀតនឹងយកទៅសង់តាម៉ែតវិញហើយក៏សុំឲ្យគាត់ជួយធ្វើអីម្យ៉ាងដើម្បីកែខៃរឿងដែលបានកើតឡើងហើយចិត្តមួយក៏ចង់យកចែបុផាទៅសងឪពុកម្ដាយគេវិញផងប៉ុន្តែដោយសំឡាងមិនអពីព្រោះតែភ្លាមនៅពេលដែលបងតាន់ទៅដល់ផ្ទះឈើដដែលនោះក៏ឃើញថាពេលនោះគឺមានអ្នកភូមិជាច្រើនអ្នកកំពុងចោមរោមពេញទីនោះអស់ទៅហើយគាត់ទៅព្យាយាមជ្រែកខ្លួនចូលហើយក៏សួរទៅអ្នកភូមិទៅនោះថាមានរឿងអីកើតឡើងដោយរូបភាពនៅចំពោះមុខវាក៏ធ្វើឲ្យគាត់សឹងតែនឹងភ័យតក់ស្លុតទៅម្ដងព្រោះថាមានពូម្នាក់ដែលកំពុងរំរាងកាយរបស់មនុស្សម្នាក់នៅលើផ្ទះឈើនោះដោយពូម្នាក់នោះគាត់និយាយមកបែបធម្មតាថាតាម៉ែតស្លាប់ហើយតាម៉ែតគាត់ស្លាប់កាលពីយុគមិញនេះឯងហើយសភាពរាងកាយរបស់គាត់ពេលដែលមានមនុស្សមកឃើញគឺគាត់យកដៃទាំងសងខាងក្រសោបកខ្លួនឯងដូចជាគាត់ត្រូវបាននរណាម្នាក់ប្រើកម្លាំងច្របាច់ករបស់គាត់យ៉ាងជិញហើយពីរឿងនេះដែលវាធ្វើឲ្យគាត់វល់វងតែម្ដងគឺអារម្មណ៍ស្មារតីសឹងតែរបូតហោះទៅបាត់នៅក្នុងក្បាលវល់ខ្ញាល់ទៅអស់ព្រោះថាមនុស្សដើមរឿងដែលគួរតែជាមនុស្សម្នាគតដែលជួយគាត់បាននៅក្នុងពេលនោះបែរជាមកស្លាប់កាត់មុខទៅត្រឹមតែមួយថ្ងៃបណ្ដោះហើយនៅក្នុងយប់ថ្ងៃដដែលនោះវាជាយប់ថ្ងៃសិលល្មមតែម្ដងបរិយាកាសជុំវិញផ្ទះបងតាន់ពេលនោះគឺវាស្ងាត់ជាងងំហើយក៏ផ្លាស់ប្ដូរទៅយ៉ាងច្បាស់លាស់តែខ្យល់បកខ្លាំងហើយអាក្លិនឆ្អាបដែលធ្លាប់ជះក្លិនមកតិចកាលពីមុនមកនោះគឺថ្ងៃសិលថ្ងៃនេះវាបែរជាជះក្លិនខ្លាំងជាងមុនដាច់គឺវាខ្លាំងរហូតខ្លួនបងតាន់ផ្ទាល់ត្រូវយកក្រណាត់មកទប់ច្រមុះជាប់តែម្ដងដោយនៅក្នុងយប់នោះបន្ទាប់ពីគាត់ត្រឡប់ពីវត្តក្បែរព្រីវិញមកគាត់ក៏ដែរចូលទៅក្នុងបន្ទប់ដេកហើយក៏ឃើញចែបុផាកំពុងអង្គុយនៅលើគ្រែដោយហាក់ដូចជាគាត់មិនបានដេកពេញមួយយប់យ៉ាងមិនចាំចែបុផាគាត់កំពុងអង្គុយបែរក្នុងដាក់ទ្វារនៅពេលបងតាន់ដែលឃើញបែបនោះគាត់ក៏ព្យាយាមហៅដែលនិយាយថាបុផាអូនកើតអីមែនទេប៉ុន្តែចែបុផាគាត់ក៏មិនតបហើយបន្ទាប់មកគាត់ក៏សន្សឹមងាកមុខមើលមកខាងបងតាន់យឺតហើយនៅក្នុងចង្វាក់នោះនឹងឯងបងតាន់បានឃើញម្ដងទៀតថាផ្ទៃមុខរបស់ចែបុផានៅពេលនោះវាបែរទៅជាផ្លាស់ប្ដូរមកជាផ្ទៃមុខរបស់ស្ត្រីម្នាក់កាលពីយប់មិញដែលមានលក្ខណៈស្រដៀងទៅនឹងសាកសពស្តែងតែម្ដង
ភ្លាមនោះចៅបុប្ផាគាត់ក៏បានហាមាត់ហើយក៏កំរើកមាត់បញ្ចេញសំឡេងនិយាយមកដូចជាសំឡេងរបស់ស្ត្រីចំណាស់ម្នាក់ថាហែងយកអញមកប្រាហែងត្រូវចិញ្ចឹមអញហើយបន្ទាប់ពីនោះពើដែលចៅបុប្ផាគាត់បាននិយាយចប់គាត់ក៏បែរខ្លួនលូនចុះមកពីគ្រែក្នុងកាយវិការដែលមើលទៅចម្លែកខ្លាំងណាស់គឺគាត់លូនមកដូចជាសត្វជើង4យ៉ាងអញ្ចឹងហើយវាក៏មើលទៅដូចជាឆ្អឹងខ្នងរបស់ចៅបុប្ផាវាវាទៅដូចជាវាបានបត់ខុសពីធម្មតាដោយភាពតក់ស្លុតបងប្អូនអ្នកស្ដាប់បងតាន់គាត់ក៏ព្យាយាមរត់គេចទៅតាមទ្វារប៉ុន្តែវាចម្លែកត្រង់ថាទ្វារបន្ទប់របស់គាត់វាបើកមិនរួចគឺវាដូចជាវាមាននរណាម្នាក់មកទាញបិទពីខាងក្រៅយ៉ាងអញ្ចឹងនៅគ្រានោះរឿងមួយដែលគាត់អាចធ្វើបានគឺមានតែមួយយ៉ាងនោះគឺស្រែកហៅម៉ែសុំឲ្យម៉ែជួយផងហើយដោយសារតែបន្ទប់ដេកម្ដាយរបស់គាត់ក៏វានៅជិតគ្នាដែរក៏ប៉ុន្តែវាចម្លែកត្រង់នេះបងប្អូនអ្នកស្ដាប់មិនថាបងតាន់គាត់ព្យាយាមស្រែកឬបញ្ចេញសំឡេងមកខ្លាំងប៉ុណ្ណាក៏វាហាក់ដូចជាម្ដាយរបស់គាត់បែរជាមិនបានឮតល់តែសោះគាត់ទៅណាក៏មិនបានរួចក៏រួចមិនរួចទើបក៏ព្យាយាមស្រែកហៅដើម្បីដាស់ស្មារតីរបស់ចៅបុប្ផាប៉ុន្តែវាក៏ហាក់ដូចជាគាត់មិនដឹងខ្លួនតល់តែសោះព្រោះបន្ទាប់ពីចៅបុប្ផាបានលូនមកដល់ជិតខ្លួនបងតាន់គាត់ក៏ហាមាត់ខំហើយក៏ស្រែកខ្លាំងៗដាក់បងតាន់ដែលបងតាន់ប្រាប់ថារូបភាពចុងក្រោយដែលគាត់ចាំបាននោះគឺក្បាលរបស់ចៅបុប្ផាត្រូវបានមកជុលជាមួយក្បាលរបស់គាត់យ៉ាងខ្លាំងរហូតក្បាលផ្នែកខាងក្រោយរបស់គាត់ត្រូវទៅបោទល់នឹងទ្វារបន្ទប់រហូតដល់ទ្វារនោះវាធ្លាយបើកចេញទៅក្រៅហើយបន្ទាប់ពីនោះមកគាត់ក៏បានបិទបង់ស្មារតីទៅតែម្ដងដែលបន្ទាប់ពីនោះពេលបងតាន់គាត់ភ្ញាក់ឡើងមកគឺសុភាពរាងកាយគាត់ដូចមនុស្សស្លាប់ទៅពាក់កណ្ដាលខ្លួនក្បាលរបស់គាត់ពកហើមហើយនៅលើដងខ្លួនមានស្នាមជាំពេញអស់តែម្ដងក្នុងនោះក៏មានស្នាមធ្មេញរបស់ចៅបុប្ផាផងដែរដែលត្រូវបានខំចូលទៅធ្វើឲ្យរបួសជាច្រើនកន្លែងវាដូចជាចៅបុប្ផាព្យាយាមខំនឹងឯងប៉ុន្តែធ្មេញគាត់ក៏មិនបានមុតស្រួចដោយដែលអាចហែកសាច់អីបែបនឹងបាននោះដែរហើយវាក៏សំណាងល្អដែរនៅពេលដែលបងតាន់គាត់បាត់បង់ស្មារតីនោះគឺវាចៃដន្យអីក៏ស្រាប់តែម្ដាយរបស់គាត់បានដើរចូលមកស្របពេលដែលគាត់ត្រូវយកបាយមកហូបមកអោយល្មមដោយម្ដាយរបស់គាត់សង្កេតឃើញថាទាំងទ្វារចេញចូលក៏ត្រូវខូចខាតទាំងរបស់របរខ្ទេចខ្ទីពេញបន្ទប់ដោយកាលដំបូងម្ដាយរបស់គាត់ស្មានថាអ្នកទាំងពីរឆ្លោះគ្នាប៉ុន្តែបន្ទាប់ពីបងតាន់ได้ប្រាប់រឿងចៅបុប្ផាឲ្យម្ដាយរបស់គាត់ស្ដាប់ហើយនោះម្ដាយរបស់គាត់ក៏នាំទាំងបងតាន់ជាមួយចៅបុប្ផាទៅកាន់វត្តមួយក្បែរទល់ដែនសៀមជាវត្តមួយដែលនៅមិនឆ្ងាយពីវត្តដែលតាម៉ែធ្លាប់ស្នាក់នៅនោះអីប៉ុន្មាននោះទេដោយទៅវត្តមួយកន្លែងទៀតហើយក៏រៀបរាប់រឿងគ្រប់យ៉ាងតាំងពីដើមរន់ចប់ឲ្យព្រះសង្ឃដែលជាចៅអធិការលោកបានស្ដាប់ដែលព្រះសង្ឃលោកក៏បានប្រោះព្រំទឹកមុនឲ្យហើយចង្វាក់ដែលព្រះសង្ឃលោកបានប្រោះទឹកមុនដាក់ចៅបុប្ផានោះគឺចៅបុប្ផាគាត់ក៏ស្រាប់កាន់នឹងនាវពេញដីតែម្ដងហើយក៏ស្រែកដោយសំឡេងចម្លែកដូចត្រូវទឹកក្តៅរលាកតែដែលទឹកមុនវាក៏ជាទឹកធម្មតានៅក្នុងបាតព្រះសង្ឃនឹងឯងហើយចង្វាក់ដែលគាត់ស្រែកនោះចៅបុប្ផាក៏ស្រែករហូតហើយរហូតដល់ចុងក្រោយចៅបុប្ផាគាត់ក្អួតចេញមកជាបែបដូចជាស្លេពណ៌ខ្មៅក្លិនដូចសាកសពរលួយបែបហ្នឹងដែលចង្វាក់ដែលស្លេនឹងវាធ្លាក់ចេញមកនឹងឯងចៅបុប្ផាគាត់ក៏សន្លប់ស្ទោកទៅតែម្ដងដែលសរុបនៃរឿងរ៉ាវនេះបងប្អូនអ្នកស្ដាប់វារៀនដូចជាសោកសៅបន្តិចព្រោះបន្ទាប់ពីប្រោះព្រំទឹកមុនឲ្យចៅបុប្ផាគាត់ក៏ត្រូវបានដោះអំពើចេញបានពិតមែនប៉ុន្តែខួរក្បាលរបស់គាត់មិនអាចត្រឡប់មកជាធម្មតាបានទៀតឡើយដែលចៅបុប្ផាគាត់បានប្រែក្លាយជាមនុស្សដែលមានជំនឿបាក់ទឹកចិត្តភ័យខ្លាចមនុស្សជុំវិញខ្លួនទៅមួយរយៈធំតែម្ដងរហូតដល់ឪពុកម្ដាយរបស់ចៅបុប្ផាត្រូវនាំគាត់ទៅព្យាបាលខ្លួននៅមន្ទីរពេទ្យនៅឯទីក្រុងតែម្ដងហើយចំណែកបងតាន់វិញគឺចាប់តាំងពីថ្ងៃដែលគាត់បានយកប្រេងព្រាយនោះមកតាមខ្លួនគឺគាត់មិនដែលទទួលបានសេចក្តីសុខសោះជាមួយរឿងមនុស្សស្រីទៀតឡើយឲ្យតែរៀងរាល់ថ្ងៃសិលគឺគាត់នឹងបានលេសំឡេងរបស់ស្ត្រីចំណាត់ម្នាក់មកស្រែកហៅនៅពីខាងមុខផ្ទះរហូតហើយនៅរៀងរាល់ថ្ងៃសិលគឺគាត់តែងតែធំក្លិនឆ្អាបវិលវល់នៅជុំវិញខ្លួនគាត់រហូតគឺវាដូចជាវិញ្ញាណរបស់ស្ត្រីម្នាក់នោះដែលជាម្ចាស់ប្រេងព្រាយនៅតែវិលវល់ហើយក៏មកតាមជួបបងតាន់រហូតមិនបាត់ទៅណានោះឡើយគ្រាន់តែថាបន្តពីតែដោះអំពើជាមួយចៅបុប្ផារួចមកព្រះសង្ឃចៅអធិការលោកក៏បានឲ្យព្រះមកអង្គហើយក៏ឲ្យបងតាន់យកទៅពាក្យជាប់ខ្លួនរហូតតែក្រោយមកលួងវិញ្ញាណរបស់ខ្មោចក្នុងប្រេងព្រាយធ្វើអីគាត់មិនបានគាត់ក៏លែងបានជួបឬក៏លែងធំក្លិនតទៅទៀតហើយគាត់មិនចង់សម័យឡើយថាបើខ្សែកព្រះរបួសចេញពីកទៅឬថាគាត់ធ្វេសប្រហែសធ្វើឲ្យខ្សែកព្រះបាត់ទៅណានោះខ្លួនគាត់ផ្ទាល់នឹងត្រូវជួបអ្វីខ្លះឬថាមិនត្រូវគាត់ក៏ប្រហែលជាខ្លាចជាមនុស្សស្មារតីមិនល្អទៅបាត់តែម្ដងក៏ថាបានបងតាន់អើយបងមិនជាមនុស្សតែគួរឲ្យអាណិតទេ
អ្នកដែលគួរអាណិតគឺចេះបុផានដែលវាជាក្រកម្មគ្រប់យ៉ាងដែលយើងទទួលឥឡូវនេះវាក៏ជាផលដែលកើតពីអតីតជាតិដែលយើងធ្វើមកទាំងអស់ប៉ុន្តែយើងក៏មិនអាចដឹងបានឡើយថាជាតិណាភពណាឬកាលពីមុននោះថយក្រោយទៅប៉ុន្មានសែនកាប់យើងបានធ្វើអីមិនល្អទុកខ្លះទើបយើងត្រូវមកទទួលផលបែបនេះបើតាមព្រះពុទ្ធសាសនាការដែលកើតជាមនុស្សវារមែងតែងតែមានកម្មគឺកម្មនោះវាមកតាមជាប់ខ្លួនយើងជានិច្ចមិនថាកម្មនោះតិចឬក៏ច្រើនយ៉ាងណាក៏ដោយជំរឿដែលល្អគឺយើងត្រូវសាងល្អធ្វើអំពើល្អជាប្រចាំទើបកម្មមិនល្អវាមិនអាចហុចផលមកបានភ្លាមហើយផ្លូវតែម្យ៉ាងដែលមិនមានកម្មនោះគឺផ្លូវព្រះនិព្វានតែមួយគត់ហើយរឿងនេះគឺគួរឲ្យអាណិតចែកបុប្ផាខ្លាំងមែនទែនចុះបងប្អូននេះស្ដាប់វិញតើបងប្អូនយល់យ៉ាងណាចំពោះរឿងរ៉ាវនេះរបស់បងតាន់អើយមានប្រេងព្រាយបែបនេះក៏ប៉ុន្តែវាលោជាមួយជីវិតរបស់អ្នកដទៃអេដមីនគិតថាមិនគួរប្រែវាឡើយហើយបានធ្វើឲ្យបងតាន់គ្មានផ្លូវដោះស្រាយហើយមកតួច្រកមែនតែម្ដងហើយបើសិនជាបងប្អូនយល់យ៉ាងណាបងប្អូនអ្នកស្ដាប់អាច comment នៅខាងក្រោមបាន admin និងក្រុមការងារនឹងតបទៅវិញនៅរាល់សារទាំងអស់ហើយបងប្អូនអ្នកស្ដាប់អាចគាំទ្រពួកយើងបានយ៉ាងងាយស្រួលគ្រាន់តែចុច like វីដេអូនេះឬក៏ share ទៅកន្លែងណាដែលបងប្អូនចង់បានឬក៏អាច subscribe channel របស់ពួកយើងនោះជាការស្រេចយើងសន្យាថានឹងធ្វើមេតិកាឲ្យកាន់តែល្អតាមដែលអាចធ្វើបានសម្រាប់យប់នេះ admin សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្ដាប់របស់បងប្អូនជាចុងក្រោយ admin សូមឲ្យបងប្អូនមានក្តីសុខសុវត្ថិភាពនិងរួចចាកឆ្ងាយពីបញ្ហាទាំងឡាយមិនថាផ្លេកភ្លីឬភ្លើងងងឹតសូមសុបិនល្អណាបងប្អូនទាំងអស់គ្នា